ពុកម៉ែបងប្អូនទាំងអស់គ្នាជឿខ្ញុំអត់ខ្ញុំប្រាប់ថាបបរល្ពៅមួយឆ្នាំងហ្នឹងអស់ត្រឹមតែ4000ទេខ្ញុំនិយាយមែនណាពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចមើលវីដេអូនឹងពីដើមដល់ចប់អស់4000ដូចខ្ញុំថាមែនអត់តើបងខ្ញុំទៅសារទិញល្ពៅនេះខ្ញុំទិញមួយហ្នឹងតែ1800ត្រឹមគីឡូ1គីឡូ2000ហើយនៅស្ករសកន្លះគីឡូនេះ1500ឯងពុកម៉ែបងប្អូនទាំងអស់គ្នាហើយមកដល់ផ្ទះខ្ញុំកាត់ល្ពៅជា2ខ្ញុំកោសបដោវាខាងក្នុងចេញឲ្យស្អាតឲ្យអស់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបងក៏កោសគ្រាប់វាពីក្នុងឲ្យស្អាតចឹងឯងវាអត់ស្អាតអស់ខ្ញុំពុះវាជា2កោសម្ដងទៀតពុកបងប្អូនអរគ្នាយល់ទៅធ្វើមិនកោសវាឲ្យស្អាតទៅសបកហ្នឹងពុកបងប្អូនអរគ្នាចុកចិត្តខ្លះអត់ខ្លះក៏បានសបកហ្នឹងខ្ញុំចិត្តខ្លះទឹកខ្លះចឹងពុកបងប្អូនអរគ្នាបន្ទាប់ពីកោសបដៅល្ពៅហ្នឹងវាស្អាតហើយអស់ហើយពុកបងប្អូនអរគ្នាកាប់ពុះវាតាមចំណុចចិត្តទៅចឹងកាត់ធំក៏កាត់ទៅចឹងកាត់តូចកាត់ទៅតាមចំណុចចិត្តយើងចំណែកតែខ្ញុំកាប់ដាក់ធំចឹងទៅវាងាយស្រួលហូបចឹងណាហើយបន្ទាប់មកទៀតមកបងប្អូនអរគ្នាដាក់ឆ្នាំងឡើងលើចង្ក្រានហើយចាក់ទឹកចូលស្មានដាំតាមហ្នឹងទៅបើដាក់វច្រើនដាក់បងដាំច្រើនដាំទឹកច្រើនទៅបើថាបងប្អូនគ្នាដាំវតិចដាក់ដាំទឹកតិចតាមហ្នឹងទៅណាពុកម៉ែបងប្អូនអរគ្នាហើយខ្ញុំដាក់ដាំទឹកមកស្ទុះទៅទឹកហ្នឹងក៏វាចាប់ដើមពុះខ្ញុំក៏ចាប់ដើមបងល្ពៅយើងចូលហើយអស់ហើយខ្ញុំក៏ខោបទុកវាចោលយល់ទៅខ្ញុំស្ងោរកណ្ដុតនាទី4នាទីហ្នឹងគឺល្ពៅឆ្អិនណាពុកម៉ែបងប្អូនទាំងអស់គ្នាមុនស្ងោរល្ពៅហ្នឹងពុកម៉ែបងប្អូនអរគ្នាកុំភ្លេចត្រាំសាគូភ្នែកត្រីយើងចោលផងណាពុកម៉ែបងប្អូនអរគ្នាសាគូភ្នែកត្រីយើងត្រាំលាងសម្អាតវាឲ្យស្អាតទៅណាសាគូភ្នែកត្រីយើងហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាដាក់ស្មានតាមពុកម៉ែបងប្អូនទាំងអស់គ្នាបបរទៅវល់តិចដាក់សាគូភ្នែកត្រីយើងតិចទៅវល់ច្រើនដាក់សាគូភ្នែកត្រីយើងច្រើនតាមហ្នឹងណាចូលមើលការស្ងោរល្ពៅយើងវិញពុកម៉ែបងប្អូនអរគ្នាឃើញល្ពៅយើងវាប្រែពណ៌ចេញទៅរៀងផយតិចហើយពុកម៉ែបងប្អូនអរគ្នាចាក់សាគូភ្នែកត្រីដែលយើងលាងសម្អាតស្អាតហើយមិញហ្នឹងចាក់វាចូលទៅហើយដាំមកងាស់វាចោលទៅណាឲ្យពុកម៉ែបងប្អូនអរគ្នាយើងដាក់ដាំវាចោលឲ្យវាពុះហ្នឹងពុះរហូតទៅពុកបងប្អូនអរគ្នាប្រើភ្លើងពេលយើងចាក់សាគូភ្នែកត្រីចូលយើងបន្ថយភ្លើងមកពាក់កណ្ដាលណាពុកបងប្អូនអរគ្នាដើម្បីឲ្យសាគូភ្នែកត្រីយើងហ្នឹងឆ្អិនវារីកថ្លាល្អពុកម៉ែបងប្អូនអរគ្នាอย่าลืมទៅឲ្យសាគូភ្នែកត្រីយើងនៅថ្លាដូចទឹកមួយបបរល្ពៅយើងអញ្ចឹងមកបានវាឆ្អិនណាពុកបងប្អូនអរគ្នាបើនៅសដុំចេះហ្នឹងវាអត់តន់ឆ្អិនសាគូភ្នែកត្រីហ្នឹងមកសាគូភ្នែកត្រីនេះខ្ញុំស្ងោរ4នាទីណាពុកបងប្អូនអរគ្នាវាអត់តន់ផែទេវានៅប៉ុណ្ណឹងវាផែតិចម្ដងអញ្ចឹងណាពុកបងប្អូនអរគ្នាហើយនេះគឺជាសាច់សាគូភ្នែកត្រីខ្ញុំស្ងោរថែម3នាទីទៀតវាឡើងទៅអស់7នាទីណាពុកបងប្អូនអរគ្នានេះខ្ញុំចុចមើលល្ពៅយើងឡើងផុយតែសាគូភ្នែកត្រីយើងវាអត់តន់ឆ្អិនល្អទៀតខ្ញុំនៅស្ងោរបន្ថែមទៀតខ្ញុំស្ងោរជិត10នាទីពុកម៉ែបងប្អូនអរគ្នានៅពេលដែលសាគូភ្នែកត្រីយើងប្រែមកចិត្តឆ្អិនអញ្ចឹងពុកម៉ែបងប្អូនអរគ្នាកុំភ្លេចបងបើចូលមកចង់សភាផងដើម្បីឲ្យពេលសាគូត្រីយើងឆ្អិនទៅយើងថែមស្ករទៅដើម្បីឲ្យវាផ្អែមដិតជាប់មាត់អញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាហើយបន្តមកទៀតសាគូភ្នែកត្រីយើងក៏ស្ងោរឆ្អិនហើយខ្ញុំក៏បងស្ករចូលស្ករនោះខ្ញុំប្រើ2វែកស្លកន្លះពុកម៉ែបងប្អូនអរគ្នាមើលតាមហ្នឹងនេះខ្ញុំដាក់2វែកស្លកន្លះប៉ុន្តែខ្ញុំចង់ប្រាប់ថាខ្ញុំអត់បានប្រើខ្ទិះដូងទេខ្ញុំប្រើខ្ទិះដូងអត់កាត់ដោយសារខ្ញុំលាមពងកចាខ្ញុំអត់កាត់ខ្ញុំបបរណាដាក់ខ្ទិះដូងបើសិនជាពុកម៉ែបងប្អូនអរគ្នាដាក់ខ្ទិះដូងក៏បានដែរអានេះបើសិនជាគាត់ថាយើងបបរធម្មតាបបរដាក់ខ្ទិះដូងវាឆ្ងាញ់ពុកម៉ែបងប្អូនអរគ្នាហើយចង់ប្រាប់ចំនួនលុយហ្នឹងគឺថាល្ពៅហ្នឹងខ្ញុំទិញអស់1800ហើយស្គូភ្នែកត្រីមាននៅផ្ទះស្រាប់ហើយស្ករហ្នឹងអស់1500ពុកបងប្អូនអរគ្នាហើយវាអស់តែ3000ប្រមាណ100ទេនិយាយរួមទៅបបរមួយឆ្នាំងហ្នឹងហូបបានមួយគ្រួសារពុកបងប្អូនអរគ្នាចំណាយលុយតិចហើយចំណេញច្រើនទៀតហើយវីដេអូយើងហ្នឹងគ្មានតែប៉ុណ្្នឹងទេអរគុណពុកបងប្អូនអរគ្នាដែលមើលវីដេអូមួយនេះបានដល់ចប់បាយបាយជួបគ្នាវីដេអូក្រោយថ្មីមួយទៀត